សួស្តីអ្នកគ្នាកំពុងតែធ្វើសុកជេកិច្ចការផ្ទះសាលាដល់ពេលហើយក៏នឹកឃើញចង់ធ្វើវីដេអូនេះឲ្យអ្នកនរគ្នាព្រោះវីដេអូខ្ញុំធ្វើប្រឡងវគ្គ1 3មុនហ្នឹងមានអ្នកចាប់អារម្មណ៍ច្រើនប៉ុន្តែមុននឹងចូលទៅដល់វីដេអូខ្ញុំនិយាយខ្ញុំចង់បញ្ជាក់ឲ្យថាខ្ញុំក៏ជាសិស្សដែរកាន់វីសា E9 ជាពលករអត់ជំនាញមកធ្វើការនៅនេះតមកមួយឆ្នាំទេព្រោះខ្ញុំនិយាយមុនហើយព្រោះខ្ញុំមិនគ្រូមិនអីទេព្រោះពេលខ្ញុំផុសវីដេអូសាមុនហ្នឹងមានអ្នកសុំអ្នកគ្រូចចូលរៀនដែរសុំរៀនមួយផងសុំរៀនមួយផងខ្ញុំចង់បញ្ជាក់ថាខ្ញុំក៏ជាសិស្សដែរហើយខ្ញុំចង់ឲ្យមើលតិចខ្ញុំមិនតបានរៀនអីច្រើនទេព្រោះខ្ញុំទៅមកក្រេបានប្រហែល2 3ខែខ្ញុំក៏ចោះឈ្មោះរៀនវគ្គ0ទៅហើយនេះខ្ញុំរៀនវគ្គ0ចប់រៀនវគ្គ1ហើយឥឡូវកំពុងតែរៀនវគ្គ2នេះដែរខ្ញុំចង់និយាយពីរឿងរៀននេះដែរព្រោះអ្នកនរដឹងហើយសេដ្ឋកិច្ចនៅស្រុកមិនថាស្រុកណាឥឡូវវាពិបាកច្រើនណាស់ហើយបើនៅក្រេនេះទៀតគាត់តវាអត់សូវមានការងារធ្វើអញ្ចឹងសារតែយើងតនេនៅផ្ទះអញ្ចឹងយើងគួរតែមករៀនទៅវាអត់មានអីខាតបងទេសាលានៅចិត្តយើងឬក៏បរិយាអីក៏បានដែរសំខាន់យើងចូលរៀនសាវេទង្ហប្រូក្រាមទៅអ្នកនរជ្រើសរើសកម្រិតបើសិនជាដឹងថាខ្លួនឯងអត់ចង់រៀនពី0ទៅទេអាចប្រឡងសារចង់ផ្ចន្ទការបានហើយបើដូចខ្ញុំវិញខ្ញុំមកក្រេដូចជាខែ7ឆ្នាំមុនហើយខ្ញុំមកប្រហែលបាន2 3ខែខ្ញុំរកសាលារៀនហើយដែរព្រោះអ្នករោងចក្រខ្ញុំគាត់ធ្វើការបែបមានមនុស្សជាតិមួយយើងគាត់ចង់ឲ្យយើងចេះក្រេចេះអីច្រើនចឹងទៅងាយស្រួលក្នុងការធ្វើការមួយគាត់ដែរហើយគាត់ដេញឲ្យទៅរៀនរហូតខ្ញុំក៏ចង់ទៅរៀនដែរប៉ុន្តែពេលហ្នឹងក៏មកថ្មីពេកហើយក៏ចង់ទៅរៀនដែរក៏សើបសួរនេះនោះទៅបានសាលាមួយនៅចិត្តផ្ទះ Center មួយនៅចិត្តផ្ទះទៅក៏ទៅរៀនខ្ញុំទៅដាក់ពាក្យចុងឆ្នាំ2024ខ្ញុំចូលរៀនខែ1ដើមឆ្នាំ2025ហ្នឹងកម្រិត0កម្រិត1កម្រិត2ឥឡូវខ្ញុំរៀនកម្រិត2នេះហើយរៀនបានមេរៀនទី7ទី8ហើយការរៀនណាអ្នកគ្នាពេលយើងមានចំណេះដឹងក្នុងខ្លួនទៅគេថាចោលលួចបានទៅត្រូវហើយព្រោះពេលដែលយើងអត់ចេះទៅពិបាកពឹងគេមិនថាប្រើលុយឬក៏យ៉ាងម៉េចទេគឺពិបាកបើយើងចេះខ្លួនឯងគឺស្រួលហើយខ្ញុំទទួលស្គាល់ថាការរៀនវាអត់ស្រួលទេវាពិបាកតែបើសិនយើងអត់ចេះវាពិបាកជាងអាការដែលខំប្រឹងរៀន100ដងបើសាលាខ្ញុំវិញមកតើរៀនតែមួយថ្ងៃរៀនថ្ងៃសៅរ៍រៀនមួយថ្ងៃ8ម៉ោងចូលម៉ោង9កន្លះចេញម៉ោង5:40ហ្មងមួយថ្ងៃរៀនច្រើនម៉ោងប៉ុន្តែសម្រាប់ខ្ញុំគឺល្អព្រោះច័ន្ទសុក្រយើងត្រូវធ្វើការអញ្ចឹងថ្ងៃសៅរ៍យើងទៅរៀនមួយថ្ងៃទៅច្រើនម៉ោងមែនប៉ុន្តែយើងរៀនតែ3ខែចប់សភៅមួយក្បាលហើយថ្ងៃអាទិត្យយើងនៅផ្ទះឬក៏ត្រូវដើរលេងទៅនេះទៅនោះតិចតួចទៅគឺពេលវេលាមួយអាទិត្យរបស់ខ្ញុំគឺគ្រប់គ្រាន់ហ្មងសម្រាប់ពេលរយៈពេលប៉ុណ្ណឹងណាខ្ញុំធ្វើវីដេអូនេះមិនមែនដាស់តឿនថាឲ្យអ្នកនេះត្រូវតែទៅរៀនទេខ្ញុំចង់និយាយថាអ្នកគួរតែទៅរៀនបើសិនជាមានពេលណាបើសិនជាមានសាលារៀននៅចិត្តបើសិនជាមានពេលច្រើនរោងចក្រអត់សូវថែមម៉ោងអីចឹងរៀនទៅទោះបីអ្នកនេះដាច់អាណត្តិទៅខ្មែរតែកំឡុងពេលដែលយើងកំពុងធ្វើការហ្នឹងមិនថាអាណត្តិទី1អាណត្តិទី2យើងគួរតែចេះទៅដើម្បីស្រួលងាយស្រួលក្នុងការធ្វើការយើងទៅណាមកណីចឹងគឺងាយស្រួលមែនតើថ្ងៃណាមួយយើងសម្រេចចិត្តថាលែងចង់ទៅខ្មែរយើងចង់នៅក្នុងរហូតក៏ដូរវីសាបានងាយស្រួលព្រោះបន្ទុកនៃការរៀនណាគឺគេឲ្យបន្ទុកខ្ពស់នៅក្នុងការរៀនណាប៉ុន្តែខ្ញុំក៏សង្កេតឃើញថាតាម center ឬក៏តាមវិទ្យានីមួយៗឃើញជនជាតិខ្មែរយើងទៅច្រើនហ្នឹងហើយខ្ញុំតែនិយាយដែរថាអ្នកគ្នាគួរតែទៅរៀនដោយសារតែឥឡូវមិនថាខ្មែរមិនថាជនបរទេសណាដែលកាន់ប្រភេទវីសាសឹងតែគ្រប់ប្រភេទវីសាដែលគេមករៀនភាសាកូរ៉េមិនថាជនជាតិណាគឺគេសង្វាតមករៀនច្រើនមែនតើហើយអញ្ចឹងមិនថាគេរៀនដើម្បីជាចំណេះដឹងទូទៅចំណេះភាសាកូរ៉េឬមួយក៏ការប្រឡងយកបន្ទុកដើម្បីដូរវីសារស់នៅអីទេគឺមានការប្រកួតប្រជែងគ្នាខ្លាំងសូម្បីតែពេលខ្ញុំដាក់ពាក្យរៀនម្ដងគឺប្រឈិតគ្នាចោះឈ្មោះតាមទូរស័ព្ទគឺអត់បានទេចោះឈ្មោះតាមប្រភេទតាមរយៈកុំព្យូទ័របានចោះបានអញ្ចឹងហើយតាមសាលាមួយគឺថាមានការប្រឈិតគ្នាចូលរៀនណាពីមុន free ច្រើនណាមានឡានក្រុងដឹកទៅដឹកមកទៀតប៉ុន្តែឥឡូវសម្បូរអ្នកទៅរៀនពេកចុះសម្រាប់ center ខ្ញុំបើសិនយើងទៅអត់មានឈប់អត់មានអវត្តមានអីគឺបង់50000វ៉ុនតែបើសិនយើងមានអវត្តមានយើងអត់បានទៅអាខានអីចឹងគឺបង់100,000វ៉ុនហ្មងអញ្ចឹងហើយបើខ្ញុំចង់ឲ្យអ្នកទៅរៀនទៅទី1យើងចេះភាសាយើងស្ដាប់បានយើងនិយាយបានងាយស្រួលជាងមុនក្នុងការរស់នៅយើងចង់ដូរវីសាក៏បានការងារយើងគឺវាអាចនឹងល្អជាងមុនដែរតែពេលយើងចេះភាសាច្រើនទៅអ្នករួមការងារគេងាយស្រួលធ្វើការមួយយើងអញ្ចឹងណានិយាយទៅការរៀនវាអត់ខាតបង់អីតែគឺវាមានតែចំណេញនិងចំណេញចេះទាំងកម្រិតភាសាការស្ដាប់ការនិយាយជីវធម៌វប្បធម៌ពីព្រោះក្នុងសភៅសាវេទង្ហប្រូក្រាមហ្នឹងគឺវាមានមេរៀនដែលក្រសួងដាក់ឲ្យច្រើនណា